សួស្តីអ្នកទាំងអស់គ្នាខ្ញុំមកពីក្រុមទី5នៃវិទ្យាល័យភេទត្បូងនិយាយអំពីប្រវត្តិនៃការកសាងប្រាសាទអង្គរវត្តក្នុងក្រុមនេះខ្ញុំក៏មានសមាជិកចំនួន7នាក់មានដូចជាចាក់និយាយជាប្រធានសេសកនិកាជាអនុប្រធានវិសុខាជាសមាជិករួមនឹងខ្ញុំតបជាសមាជិកពុយដឡានជាសមាជិកអ៊ីមណាហេងជាសមាជិកហើយនិងសរលក្ខណៈជាសមាជិកហើយមុនឈានចូលទៅដល់ការបកស្រាយនៅប្រធានបទមួយនេះខ្ញុំបានចែកមេតិកាជា9ចំណុចដែលមានដូចជាចំណុចទី1និយាយពីសេចក្តីផ្ដើមចំណុចទី2និយាយពីទីតាំងភូមិសាស្ត្រនៃប្រាសាទចំណុចទី3និយាយពីប្រវត្តិនៃការកសាងប្រាសាទចំណុចទី4និយាយពីលក្ខណៈនិងរូបរាងនៃប្រាសាទចំណុចទី5និយាយពីការប្រាប់ន័យនិងឈ្មោះនៃប្រាសាទហើយចំណុចទី6និយាយពីការកសាងនៃប្រាសាទចំណុចទី7និយាយពីការសិក្សាចម្លាក់នៅតាមជញ្ជាំងប្រាសាទចំណុចទី8និយាយពីការរកឃើញនៃប្រាសាទឡើងវិញហើយចំណុចចុងក្រោយគឺចំណុចទី9និយាយពីសេចក្តីបញ្ឈប់មុនខ្ញុំសូមនិយាយពីសេចក្តីផ្ដើមប្រាសាទអង្គរវត្តជារមណីយដ្ឋានបុរាណវិទ្យាដែលជាធំមួយនៅអាស៊ីអាគ្នេយ៍ជាប្រាសាទអច្ឆរិយវត្ថុលើពិភពលោកដែលជាទីតាំងប្រវត្តិសាស្ត្រដ៏ចំណាស់មួយលើពិភពលោកជាទីចំណាំស្អាតប្រពៃកណ្ដាលអត្តសញ្ញាណជាតិនិងវប្បធម៌របស់ខ្មែរក្នុងបុរាណកាលតាមការសិក្សាស្រាវជ្រាវរបស់ខ្ញុំបានបង្ហាញថាប្រាសាទអង្គរវត្តមានទីតាំងស្ថិតនៅទិសខាងជើងក្រុងសៀមរាបដែលមានកូអឺឌីនេត13ដឺក្រេ24មីនិត45សឺកុងគិតពីទិសខាងជើងនិង103ដឺក្រេ52មីនិត0សឺកុងគិតពីទិសខាងកើតផងដែរនោះប្រាសាទអង្គរវត្តមានប្រវែង 4.4 គីឡូម៉ែត្រស្មើនឹង 3.4 ម៉ែត្របើគិតពីទីរួមខេត្តសៀមរាបមានប្រវែង 7 គីឡូម៉ែត្រប្រាសាទនេះបានសាងសង់ឡើងនៅក្នុងសតវត្សទី12នៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី2ដែលមានរយៈពេលចាប់ពីឆ្នាំ1113ដល់1150ដំបូងឡើយព្រះរាជាបានសាងសង់ឡើងបែរមុខទៅទិសខាងលិចដើម្បីឧទ្ទិសដល់ព្រះវិស្ណុឬក៏ព្រះនរាយណ៍ប៉ុន្តែក្រោយមកក៏ខាត់ទៅជាកន្លែងដែលឧទ្ទិសដល់ព្រះសពរបស់ព្រះបាទសូរ្យវរ្ម័នទី2ដែលជាអ្នកកសាងប្រាសាទនេះផ្ទាល់តែម្ដងសួស្តីអ្នកនរគ្នាឈ្មោះឈូច័ក្តិយិញមកនិយាយពីលក្ខណៈរូបរាងប្រាសាទដោយខ្លីទៅមើលនិមិត្តរូបនៃប្រាសាទហេតុដូននិយមស្កាបណាប្រាសាទជាទីស្ថិតរបស់ព្រះអាទិទេពដែលព្រះអាទិទេពទាំងអស់មាន3ព្រះព្រហ្មព្រះវិស្ណុព្រះសិវៈតាមជំនឿdiaទ្រង់គង់ទៅលើកំពូលភ្នំលើថាសូរនៅលើកំពូលភ្នំមេរុឬសក់មេរុដែលជាអាណចក្រវាលហើយនេះហើយទើបប្រាសាទនៅទីជំនួយក៏មានស្ថាននៅចក្រវាលផងដែរដោយលក្ខណៈនៃរូបរាងប្រាសាទមាន5ទី1គូទឹកឬកសិនដែលព័ទ្ធជុំវិញប្រាសាទជាតំណាងមហាសមុទ្រទី2កបែងក្រៅជានិមិត្តរូបជួរភ្នំដែលបំពន់ចក្រវាលទី3កបែងឯទៀតនៅជាប់ថ្នាក់ជាតំណាងភ្នំនិងទ្វីបបន្ទាប់បន្ទាប់នៅជុំវិញភ្នំ4ប្រាសាទដែលនៅតាមធម្មតាស្ថិតនៅសងខាងផ្លូវចជាសមុទ្រ5ផ្នែកកណ្ដាលដែលខ្ពស់ជាងគេជាតំណាងភ្នំព្រះមេរុហើយអាទិទេពគង់លើកំពូលកណ្ដាលប្រាសាទអង្គរវត្តគឺជាវិញ្ញាណសាសនាមួយដ៏ធំនៅលើពិភពលោកហើយមានទីតាំងនៅក្នុងប្រទេសកម្ពុជានេះផ្ទាល់តែម្ដងក្នុងនាមយើងជាកូនខ្មែរយើងគួរតែដឹងអំពីន័យនៃឈ្មោះខ្លះៗរបស់ប្រាសាទអង្គរវត្តពាក្យថាអង្គរវត្តក្នុងវចនានុក្រមសំដីសង្ឃរាជជួនណាពាក្យអង្គរមកពីពាក្យនគរមានន័យថាជាទីក្រុងរាជធានីឬអាណាចក្ររីឯពាក្យវត្តមានន័យថាជាទីកន្លែងដែលព្រះសង្ឃគង់នៅចំណែកឯពាក្យអង្គរវត្តមានន័យថាជាទីក្រុងរាជធានីឬអាណាចក្រដែលមានវត្តអារាមពុទ្ធសាសនាឈ្មោះដើមរបស់ប្រាសាទអង្គរវត្តត្រូវបានគេហៅថាប្រាសាទបរមវិស្ណុលោកការប្រែប្រួលនៃឈ្មោះប្រាសាទអង្គរវត្តត្រូវបានគេយកមកប្រើតាមប្រវត្តិសាស្ត្រតាមឆ្លាតជ្រឹងនៅសតវត្សទី16ប្រាសាទអង្គរវត្តត្រូវបានគេហៅឈ្មោះថាព្រះមហានគរឥន្ទ្រប្រថាប់វិស្ណុលោកពាក្យថាឥន្ទ្រប្រថាប់មានន័យថាជាទីក្រុងរបស់ព្រះឥន្ទ្រចំណែកនៅសតវត្សទី17ឈ្មោះប្រាសាទអង្គរវត្តត្រូវបានគេហៅថាឥន្ទ្រប្រថាប់ធានៈនគរស្រីសុធវរៈវិស្ណុលោកបើផងដែរនោះបើយើងក៏រលែកមកមើលចម្លាក់ថាខាងលិចខ្លះខាងត្បូងដែលនិយាយអំពីចម្បាំងករុកខ្សែដែលដកស្រង់ចេញពីរឿងមហាភារៈរបស់ឥណ្ឌាបុរាណដែលជាភាសាសំស្ក្រឹតដែលបកប្រែជាភាសាខ្មែរតាមចំណងជើងថាមហាភារៈយុទ្ធដែលជាសង្គ្រាមរវាងភាវៈល្អនិងភាវៈអាក្រក់ដើម្បីរៀបចំលោកឲ្យមានសណ្ដាប់ធ្នាប់ឡើងវិញរឿងមហាភារៈគឺជាព្រះកថាដ៏វែងអស្ចារ្យរបស់ឥណ្ឌាបុរាណដែលវែងជាងរឿងរាមកែទៅទៀតរឿងនេះនិយាយអំពីចំនួនរវាងខ្សែរាជវង្សពីរដែលជាបងប្អូនជីដូនមួយនឹងគ្នាគឺពួកកៃដវៈនិងពួកបាដវៈនៅក្នុងរាជនៅក្នុងជាកូនចៅរបស់ព្រះបាទភារៈផងដែរនោះការកាត់ឡើងនៃចម្បាំងគឺដោយសារតែពួកបាដវៈបានចាញ់បាយកោរបស់ពួកកៃដវៈធ្វើឲ្យចាញ់ផ្ទាល់ហើយនិយាយទៅចេញពីនគររយៈពេល13ឆ្នាំក្រោយពីការវិលត្រឡប់ចូលនគរវិញពួកកៃដវៈមិនព្រមឲ្យពួកបាដវៈចូលនគរនោះទេដូច្នេះហើយគឺធ្វើឲ្យមានសង្គ្រាមយ៉ាងធំនៅឥណ្ឌាភាគខាងជើងនៅពេលបុរាណកាលដែលបានអូសបន្លាយរយៈពេល18ថ្ងៃដោយសារហើយផងដែរនោះពួកបាដវៈបានយកឈ្នះលើពួកកៃដវៈដោយសារតែពួកបាដវៈមានអ្នកបាញ់ធ្នូដែលឯកគឺអាជុនជាអ្នកជួយព្រមទាំងព្រះគ្រឹះផងដែរបើយើងក្រឡេកមកមើលថាបងសាស្ត្រខាងលិចយើងនឹងឃើញចម្លាក់និយាយអំពីក្បួនតបរាជារបស់ព្រះបាទសូរវរ្ម័នទី2ព្រមទាំងប្រវត្តិសាស្ត្រខ្មែរនិងការធ្វើចម្បាំងរបស់ព្រះអង្គផងដែរព្រះអង្គជារបបរបស់ឆ្លាតព្រះអង្គបានបង្រួបបង្រួមប្រទេសធ្វើឲ្យប្រទេសមានការរីកចម្រើន
ព្រះអង្គជាអ្នកការទូតដ៏ចំណានព្រះអង្គថ្វាយសម្ព័ន្ធភាពមេត្រីរវាងប្រទេសចិននិងប្រទេសខ្មែរមានការរីកចម្រើនព្រះអង្គជាអ្នកច្បាំងដ៏ក្លាហានព្រះអង្គបានពង្រីកវិសាលភាពទឹកដីឲ្យមានភាពធំទូលាយព្រះអង្គជាស្ថាបនិកដ៏អង្អែលក្លាហានព្រះអង្គបានសង់បង្កើតប្រាសាទដែលមិនទាន់សង់បង្ហាញនិងបានកសាងប្រាសាទមួយអស្ចារ្យដែលមិនសូវទុករហូតដល់ពេលបច្ចុប្បន្នដែលមនុស្សគ្រប់គ្នាកោតសរសើរគឺប្រាសាទអង្គរវត្ត យើងក៏เลยទៅមើលឋានសួគ៌ឋាននរកវិញយើងឃើញថាស្លាកខាងកើតផ្ទៃខាងត្បូងនិយម2ឋានសួគ៌និងឋាននរកហើយផ្នែកនេះត្រូវបានដួលរលំនៅក្នុងឆ្នាំ1947និងបានសាងសង់ឡើងវិញក្នុងឆ្នាំ1950ឋាននរកគឺជាកន្លែងដែលពលនរកទទួលរងទរណកម្មគ្រប់បែបយ៉ាងពួកបច្ចេកដែលមានមេធំប្រាស្រ័យកំណត់ដើម្បីជួយធ្វើទរណកម្មបើយើងទៅកន្លែងមកមើលចម្លាក់ថែខាងកើតស្លាកខាងត្បូងយើងនឹងឃើញអំពីការកកសមុទ្រទឹកដោះរឿងនេះគឺជាកាត់ឡើងនៃចម្បាំងគ្នារវាងពួកសុរាឬទេវៈនិងពួកអសុរាឬយៈដើម្បីធ្វើជាម្ចាស់ចក្រវាឡគ្មានអ្នកចាស់គ្មានអ្នកចាញ់ដូច្នេះព្រះវិស្ណុក៏ឲ្យពួកគេសហការគ្នាដើម្បីរកទឹកអមរិតដោយពួកគេបានធ្វើការងារនេះអស់រយៈពេល1000ឆ្នាំទឹកអមរិតក៏បានលេចឡើងហើយពួកទេវៈក៏បានផ្សាយទឹកអមរិតហើយមានជីវិតអមតៈហើយយកឈ្នះពួកយៈរហូតមកហើយផងដែរនៅទឹកអមរិតក៏ជានិមិត្តរូបនៃសេចក្តីសុខចម្រើននិងការគង់វង្សយូរអង្វែងរបស់ព្រះនគរផងដែរហើយរតនសម្បត្តិជាច្រើនក៏បានផុសចេញមកជាមួយនឹងទឹកអមរិតផងដែរមានដូចជាដើមឈើពិសិដ្ឋបរិជាតិដែលផ្សាយក្លិនក្រអូបដំរីឯកវ៉ាន់ដំរីក្បាល3ព្រះនាងលក្ស្មីព្រះមហាសីព្រះវិស្ណុព្រមទាំងទេពអប្សរទេពអប្សរាជាច្រើនផងដែរនោះចម្លាក់នៅខាងលិចឆាកខាងជើងនិយាយអំពីចម្បាំងនៅក្រុងលង្កាគឺនិយាយអំពីសង្គ្រាមរវាងព្រះរាមព្រះលក្សណ៍និងក្រុងរាមពណ៌ដែលទៅរំដោះនាងសីតាពីក្រុងរាមដែលចាប់យកទៅក្រុងលង្ការឿងនេះដកស្រង់ចេញពីរឿងរាមាយណៈរបស់ឥណ្ឌាដែលជាវីរកថាដ៏វែងអស្ចារ្យបន្ទាប់ពីរឿងមហាភារតរឿងរាមាយណៈត្រូវបាននិពន្ធឡើងជាភាសាសំស្ក្រឹតប្រហែលពី3សតវត្សមុនគ្រិស្តសករាជហើយរឿងនេះផងដែរត្រូវបានប្រទេសជាច្រើនយកទៅប្រែសម្រួលជាភាសាជាតិរបស់ខ្លួនហើយផងដែរនោះប្រទេសខ្មែរបានប្រែសម្រួលជាភាសាជាតិរបស់យើងមានចំណងជើងថារឿងរាមកែចម្លាក់នេះមានប្រវែង50ម៉ែត្រប្រាសាទអង្គរវត្តត្រូវបានប្រគល់សាជាថ្មីដោយលោកឆាលីអ៊ឹមបូញ៉ាប៊ូវ៉លដែលជាបេសកជននៃអ្នកផ្សព្វផ្សាយសាសនានិងជាអ្នករុករកជនជាតិបារាំងឲ្យលោកបានមកទស្សនាក្នុងប្រាសាទអង្គរវត្តនៅក្នុងឆ្នាំ1850លោកបានបោះពុម្ពផ្សាយដំណើរនៃការរុករកនៅក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ1858មុនការមកដល់របស់លោកហងរីម៉ូប្រាសាទអង្គរវត្តត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅក្នុងឆ្នាំ1992ជាចុងក្រោយនេះខ្ញុំសូមអរគុណដល់លោកគ្រូអ្នកគ្រូនិងមិត្តភ័ក្តិទាំងអស់គ្នាដែលបានមើលវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ទីបញ្ចប់សូមឲ្យអ្នកទាំងអស់គ្នាជួបតែសេចក្តីសុខសេចក្តីចម្រើនបានមានកំហុសខុសឆ្គងសូមមេត្តាខន្តីអភ័យទោសសូមអរគុណនិងសូមជម្រាបលា